ឥឡូវដល់នាទីដើម្បីឆ្លើយនៅសំណួររបស់បងប្អូនថ្នាក់កាមេរ៉ាវិទ្យាហើយសំណួរនេះគឺសួរដោយបងប្អូននិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្ររបស់យើងនៅក្នុងថ្នាក់កាមេរ៉ាវិទ្យាដែលបង្រៀនដឹកនាំដោយខ្ញុំអាត្មាភាពសំណួរទី1របស់បងប្អូនជាឧស្សាហ៍ក្រុមទី8បងប្អូនសាកសួរថាតើសមាធិនិងវិបស្សនាខុសគ្នាដូចម្តេចតើអ្នកដែលទទួលបានសោតាបានសកតាគាមិឬអនាគាមិពេលស្លាប់ទៅគេប្រើពាក្យស្លាប់ឬនិព្វានឥឡូវឆ្លើយសំណួរទី1សិនថាតើសមាធិនិងវិបស្សនាខុសគ្នាដូចម្តេចពាក្យថាសមាធិនេះគឺមានអត្ថន័យទៅដល់ការតម្កល់ចិត្តឲ្យមាំការធ្វើចិត្តឲ្យស្ងប់គឺសំដៅទៅដល់ការអប់រំនៅកាយវាចាចិត្តហ្នឹងឬក៏ថាការតាមដាននៅខ្យល់ចេញនិងខ្យល់ចូលគេហៅថាអានាបានសតិកម្មដ្ឋានហ្នឹងណាគឺតាមដាននៅខ្យល់ចេញខ្យល់ចូលហ្នឹងប៉ុន្តែនៅក្នុងសមាធិនេះគឺមាន40របៀបនៃការធ្វើសមាធិហ្នឹងប៉ុន្តែជាទូទៅយុវជនយើងក៏ដូចជាពុទ្ធបរិស័ទយើងដំបូងតែងតែស្គាល់គឺប្រតិបត្តិភាវនានៅអានាបានសតិកម្មដ្ឋានហ្នឹងគឺការតាមដានខ្យល់ចេញខ្យល់ចូលហ្នឹងជាតួនៃជាសមាធិហ្នឹងដោយសង្ខេបសមាធិគឺការតម្កល់ចិត្តឲ្យមាំការតាំងចិត្តឲ្យមាំឬក៏ថាការគ្រប់គ្រងចិត្តរបស់យើងនេះរៀនតាមដាននៅខ្យល់ចេញខ្យល់ចូលហ្នឹងដោយការបរិកម្មយ៉ាងនេះរឿយដើម្បីឲ្យចិត្តនឹងស្ងប់ដើម្បីឲ្យការគ្រប់គ្រងចិត្តរបស់យើងនឹងបានតែការសមាធិនេះគោលបំណងគឺដើម្បីលះបង់នៅកាមឆន្ទៈលះបង់នៅអារម្មណ៍រវើរវាយផ្សេងដែលយើងមានប្រចាំថ្ងៃហ្នឹងអញ្ចឹងបានប្រយោជន៍នៃការសមាធិច្រើនសម្រាប់ជាប្រយោជន៍ផ្ដល់ទៅដល់សុខភាពផ្លូវការផ្លូវចិត្តរបស់យើងអញ្ចឹងបានយុវជនយើងគួរតែចម្រើនសមាធិនឹងបានច្រើនហើយចំពោះវិបស្សនាហ្នឹងគឺសំដៅទៅដល់តួបញ្ញាមានថាវិបស្សនាហ្នឹងវិបស្សៈហ្នឹងការមើលឃើញដោយជាក់ច្បាស់ដោយតួបញ្ញាហ្នឹងគឺការតាមដាននៅឧទាហរណ៍នៅក្នុងកាយានុបស្សនាសតិប្បដ្ឋានហ្នឹងគឺពិចារណានៅការកើតឡើងរាល់សកម្មភាពដែលយើងមានប្រចាំថ្ងៃហ្នឹងតាមសភាវធម៌ពិតដោយតួបញ្ញាហ្នឹងការឃើញថារបស់អ្វីដែលយើងគ្រាន់តែឮតាមតិចហ្នឹងគឺថាគ្រាន់តែជាសំឡេងដែលមកប៉ះខ្ទប់ជាមួយនឹងសោតប្រសាទទៅបង្កើតជាសំឡេងអញ្ចឹងទៅហើយការប៉ះនៅឧទាហរណ៍យើងដើរប៉ះនៅអ្វីដែលក្រោតក្រៀតឬទន់ហ្នឹងគ្រាន់តែជាធៀបដីអញ្ចឹងវិបស្សនានេះគឺការដែលយើងពិចារណាដោយបញ្ញាឃើញនៅសភាវៈពិតប្រាកដនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងហ្នឹងមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងដែលយើងពិចារណាដោយតួបញ្ញាទាំងអស់ហ្នឹងមានថាបញ្ញាបច្ចៈឃើញនៅអ្វីដែលយើងកំពុងធ្វើតាមដាននៅរាល់សកម្មភាពដែលយើងកំពុងធ្វើពេលណាដែលចិត្តយើងកើតនៅតោសៈយើងនឹងថាអូចិត្តអញកំពុងតែខឹងនេះជាតួបញ្ញាហ្នឹងអញ្ចឹងខឹងដោយសារអីដោយសារតែមានការបដិខៈខ្លាំងខ្នាក់ហើយមាននៅសេចក្តីល្ងងខ្លៅក្នុងនឹងទៅមានការខឹងអញ្ចឹងបញ្ញាតាមដានដឹងនៅរាល់អ្វីដែលគ្រប់គណៈនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងនេះជាតួវិបស្សនាគឺការឃើញនៅបញ្ញាអញ្ចឹងចំណែកឯសមាធិគឺយើងអង្គុយស្មងស្មាតអញ្ចឹងទៅឬក៏ថាយើងអាចសមាធិតាមអរិយាបថទាំង4ណាមួយក៏បានដែរតែនៃខុសគ្នានឹងគឺថាមួយដោយចិត្តពិចារណាឃើញនៅអ្វីដែលកំពុងកើតឡើងតែសមាធិគឺការតម្កល់ចិត្តឲ្យមាំដើម្បីឲ្យស្ងប់នេះជាលក្ខណៈខុសគ្នានៃសមាធិនិងវិបស្សនាហើយមានអត្ថន័យទូលំទូលាយផ្សេងទៀតណាសំណួរនេះវិញឆ្ងាយសំចូលដល់សំណួរទី2ថាតើសោតាបានដែលបានសម្រេចនៅគុណធម៌សោតាសកតិអនាគាមិហ្នឹងស្លាប់ទៅហៅថានិព្វានឬក៏ស្លាប់មែនតើទៅបុគ្គលទាំងអស់នេះមិនទាន់បានទៅដល់ព្រះនិព្វានភ្លាមទេណាដោយសោតាបណ្ណបុគ្គលគឺថា7ជាតិទៀតណាអ្នកបានសោតាហើយគឺ7ស្លាប់7ដងទេគឺថានឹងបានចូលនិព្វានដល់ឋាននិព្វានហើយអញ្ចឹងពាក្យបើយើងប្រើស្រាប់គឺទទួលមរណភាពអញ្ចឹងទៅតែនិព្វានគឺសំដៅដល់ដូចប្រសងលោកបានព្រះអរហន្តបានជាព្រះអរហន្តហើយគឺលោកចូលព្រះនិព្វានគឺសំដៅដល់អ្នកដែលបានសម្រេចនៅព្រះអរហន្តលោកលែងមានការកើតឡើងគឺខាងកាត់ផ្ដាច់នៅសង្ខារវដ្តនេះសង្សារវដ្តនេះហើយបានចូលដល់ព្រះនិព្វានបានតែចំពោះបុគ្គលដែលមានសោតាសកតិមិនទាន់ស្លាប់ទៅជាតិហ្នឹងគឺថានៅមានការកើតឡើងទៀតអញ្ចឹងគាត់ថាបិទនៅអបាយបានសោតាហើយគឺថាបិទនៅអបាយលែងធាតុនរកលែងឲ្យហើយអ
ចឹងសង្ឃឹមថាបងអូនយល់ហើយបាននៅសំណួរនេះចូលដល់សំណួរបន្ទាប់បងអូនកែលិនដាបងអូនសួរថាហេតុអ្វីបានជាធ្វើបុណ្យកឋិនប្រសិនបើព្រះសង្ឃមិនគ្រប់5អង្គមិនអាចធ្វើបុណ្យកឋិនបាននោះទេកឋិននេះតាក់ទងជាមួយបវារណកម្មគឺថាត្រូវមានព្រះសង្ឃសូត្រញត្តិចំនួន5អង្គឡើងទៅតែបើសិនជាវត្តណាដែលខ្វះព្រះសង្ឃមកថាវត្តនឹងមានតែ2ព្រះអង្គគឺអាចនិមន្តអកណ្ដកៈនឹងមកប្រគ្រប់បន្ថែមដើម្បីធ្វើម៉េចឲ្យក្រាក្រោនឹងបានឲ្យគ្រប់ព្រះសង្ឃ5ព្រះអង្គនឹងតែចំពោះញាតិញោមពុទ្ធបរិស័ទគឺធ្វើបុណ្យព្រះសង្ឃប្រមាណអង្គក៏បានដែរណាបណ្ណាការដែលវេប្រវរណាដើម្បីបានសង្ឃកឋិនសម្រាប់ព្រះសង្ឃត្រូវឲ្យគ្រប់5ព្រះអង្គនឹងឡើងទៅអញ្ចឹងជានេះជាកិច្ចវិន័យរបស់ព្រះសង្ឃទេជាកិច្ចវិន័យរបស់ព្រះសង្ឃទេមិនពាក់ព័ន្ធជាមួយនឹងយើងជាអ្នកថ្វាយទានដល់ព្រះសង្ឃទេបងសំណួរបន្ទាប់បងអូនអែលរីកាក្រុមទី1តើមានកត្តាសំខាន់អ្វីខ្លះដែលធ្វើឲ្យប្រជាជនកម្ពុជាភាគច្រើននៅតែគោរពទៅលើព្រះពុទ្ធសាសនាហេតុអីបានជាប្រទេសនីមួយៗចាំបាច់គោរពសាសនាសំណួរកត្តាអ្វីដែលធ្វើឲ្យប្រជាជនខ្មែរយើងគោរពពុទ្ធសាសនាហ្នឹងយើងមានជំនឿពុទ្ធសាសនាយើងគឺបានហូរចូលមកស្រុកខ្មែរយើងយូរណាស់មកហើយតាំងពី2ទៅ300ឆ្នាំនៃគ្រិស្តសករាជមុនគ្រិស្តសករាជមកម្លេះអញ្ចឹងអ្វីដែលប្រជាជនខ្មែរយើងបានជឿគោរពពុទ្ធសាសនានឹងតាំងពីយូរយារណាស់មកហើយបើទោះបីជាមានសាសនាដទៃការហូរចូលមកនៃសាសនាដទៃមកយ៉ាងណាក៏ដោយក៏ខ្មែរយើងមិនបានផ្លាស់ប្ដូរដែរជាស្ដែងដូចសម័យមុនសម័យបារាំងចូលមកមានសាសនាដទៃហូរចូលមកដែរក៏ប៉ុន្តែការផ្សព្វផ្សាយសាសនាទាំងអស់នោះមិនបានផ្សាយដាក់ជាប់នៅក្នុងខួរក្បាលនៃប្រជាជនខ្មែរយើងនោះទេព្រះសង្ឃបង្ហាត់បង្រៀនសាលារៀនផ្សេងគឺថានៅទីវត្តអារាមច្រើនអញ្ចឹងបានទំនាក់ទំនងរវាងព្រះសង្ឃនិងប្រជាជនខ្មែររបស់យើងគឺថាមានការជាប់លាប់មួយគ្នាមានទំនាក់ទំនងមួយគ្នារាប់រយឆ្នាំមកហើយអញ្ចឹងបានប្រជាជនខ្មែរយើងជឿហើយណាមួយទៀតទស្សនៈពុទ្ធសាសនាគឺវាសមស្របជាមួយនឹងប្រជាជនយើងដែលផ្ដល់ទៅដល់លទ្ធិប្រជាធិបតេយ្យណាគឺថាប្រជាជនមានសិទ្ធិស្មើគ្នាមិនបង្ខិតបង្ខំថាត្រូវតែជឿទេហើយមួយទៀតបានផ្ដល់ទ្រឹស្ដីកម្មផលដែលប្រជាជនខ្មែរយើងជឿមែនតើគឺកម្មផលនរណាធ្វើល្អបានល្អនរណាធ្វើអាក្រក់បានអាក្រក់ចឹងទៅជាទ្រឹស្ដីមួយដែលយើងគិតថាសមរម្យដូនតាយើងទទួលយកទ្រឹស្ដីឬពុទ្ធសាសនាកន្លែងល្អវប្បធម៌ល្អពីឥណ្ឌានឹងមកអញ្ចឹងបានយើងដកជាប់នៅក្នុងជំនឿរបស់ប្រជាជនខ្មែរយើងនឹងចឹងនេះជាចម្លើយហើយចំពោះតែហេតុអីបានប្រទេសមួយចាំបាច់មានសាសនាប្រទេសមួយគឺមានការគោរពសាសនារៀងៗខ្លួនតែដោយប្រទេសខ្មែរយើងគឺយកពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយប្រទេសផ្សេងមានការជឿច្រើនដូចនៅឥណ្ឌាចឹងមានអ្នកគោរពប្រតិបត្តិចំពោះសាសនាហិណ្ឌូច្រើនចឹងទៅប្រទេសខ្លះមានអ៊ីស្លាមជាសាសនារបស់រដ្ឋចឹងទៅតែងតែមានជំនឿហើយហេតុអីបានត្រូវតែមានព្រោះមនុស្សមានការគោរពសាសនារៀងៗខ្លួនមានជំនឿតាមអ្វីដែលជាតិសាសន៍មួយតែងជឿនឹងតាមការផ្សព្វផ្សាយរបស់សាសនានឹងហើយចូលដល់សំណួរបន្តរបស់ប្អូនចៅហើយមានក្រុមទី10បងប្អូនសាកសួរថាតើអ្វីទៅជាលក្ខណៈពិសេសនៃវប្បធម៌និងអរិយធម៌ខ្មែរខ្មែរយើងជាប្រទេសមួយដែលមានវប្បធម៌អរិយធម៌ផូរផង់មានចំណាស់នៅក្នុងអាស៊ីអាគ្នេយ៍របស់យើងហ្នឹងហើយអ្វីជាលក្ខណៈពិសេសដែលដូនតារបស់យើងបានបន្សល់ទុកនៅសម្បត្តិវប្បធម៌ដ៏ល្អទៅចាស់ទៅចង់ទាំងវប្បធម៌ប្រពៃណីសាសនាមកនឹងទាំងចម្លាក់សិល្បៈស្ថាបត្យកម្មផ្សេងសំណង់ប្រាង្គប្រាសាទទាំងអស់នោះគឺមានលក្ខណៈពិសេសទាំងថាខ្មែរយើងជាបំលែងអ្វីដែលជាបរទេសហ្នឹងមកធ្វើជារបស់ខ្មែររបស់យើងទាំងភាសាទាំងសាសនាទាំងអស់ហ្នឹងតែតែសាសនាគឺយើងអាចប្រើបានពាក្យថាជាសាសនារបស់ខ្មែរពុទ្ធសាសនាបែបខ្មែរគឺមានលក្ខណៈពិសេសដូចយើងនឹងហៅថាពុទ្ធសាសនាមានការបែបខ្មែររបស់យើងគឺនៅក្នុងពុទ្ធសាសនាថេរវាទហ្នឹងមានលក្ខណៈការប្រើប្រាស់ទាំងសំនៀងសូរសៀងសូត្រធម៌ប្រព័ន្ធជំនឿផ្សេងការរំលងទំនៀមទម្លាប់ផ្សារភ្ជាប់រវាងសាសនាផងប្រពៃណីផងហើយបូកផ្សំជាមួយនឹង
ការប្រតិបត្តិលីឡំជាមួយនឹងព្រហ្មញ្ញសាសនាដែលខ្មែរយើងតែងតែមានជំនឿផ្សេងៗហ្នឹងតែយ៉ាងណាក៏ដោយគឺដូនតាយើងបានចេះបំលែងនៅចំណុចល្អៗជាច្រើននៃវប្បធម៌ផ្សេងការហូរចូលនៅចម្រុះវប្បធម៌ទាំងអស់នោះបែបជាខ្មែររបស់យើងហ្នឹងចឹងទាំងអស់នេះហើយជាលក្ខណៈពិសេសតែយើងកោតសរសើរនៅពុទ្ធបុរសខ្មែររបស់យើងដែលបានកែច្នៃនៅអ្វីដែលល្អនៅក្នុងព្រហ្មញ្ញសាសនាគឺយើងដឹងថាចំណុចដែលដូចយើងដឹងថាព្រហ្មញ្ញសាសនាមានការបូជាយញ្ញឧទាហរណ៍អញ្ចឹងទៅតែខ្មែរយើងមិនដែលបូជាយញ្ញសម្រាប់សត្វសម្រាប់អីដើម្បីបូជាយញ្ញដូចនៅពុទ្ធសាសនាព្រហ្មញ្ញសាសនានៅឥណ្ឌានៅនេប៉ាល់ទេគឺអត់ទេហើយពុទ្ធសាសនាដូចពុទ្ធសាសនាមានពុទ្ធសាសនាមហាយានគឺមានលក្ខណៈវិន័យធូរស្រាលអីចឹងណាអញ្ចឹងតែពុទ្ធសាសនាខ្មែរយើងបច្ចុប្បន្ននេះគឺយើងពីមុនមានណាមានគោរពពុទ្ធសាសនាមហាយានតែឥឡូវក៏អត់ទេគឺគោរពតាមបែបថេរវាទដែលមានប្រកាន់ខ្ជាប់នៅវិន័យតឹងរឹងអីចឹងទៅមានការគោរពតាមយកបត្រៃបដកជាធំអញ្ចឹងនេះជាការបំលែងនៅលក្ខណៈពិសេសតែលោកកែច្នៃសម័យតែប្រាសាទអង្គរវត្តយើងថាទាំងអស់គ្នាដឹងថាប្រាសាទអង្គរវត្តឧទ្ទិសចំពោះព្រហ្មញ្ញសាសនាអីចឹងទៅចំពោះព្រះសិវៈនឹងក៏ពិតមែនតែដូនតារបស់យើងគឺឆ្នៃអានឹងជារបស់ខ្មែររបស់យើងព្រោះថាមានប្រាសាទអង្គរវត្តប្រមាណនៅលើពិភពលោកហ្នឹងដែលមានលក្ខណៈអញ្ចឹងថាយើងចម្លងគេថាចម្លងវប្បធម៌ពីឥណ្ឌាមកថាតើនៅអង្គរវត្តឥណ្ឌាមានអត់ទេអញ្ចឹងអង្គរវត្តគឺយើងកែច្នៃនៅឃើញសម្បីតែទទួលឥទ្ធិពលពីសាសនាដទៃពីព្រហ្មញ្ញសាសនាអីក៏ដោយយ៉ាងណាតែលោកកែច្នៃហ្នឹងជាអ្វីជារបស់ខ្មែររបស់យើងនេះជាភាពខ្លាំងនៃអរិយធម៌ខ្មែររបស់យើងអូខេចូលដល់សំណួរបន្ទាប់របស់ទៀតរបស់ប្អូនហ៊ីងធីតាក្រុមទី10នៅក្នុងប្រទេសខ្មែរភាគច្រើនគេសាងសង់ប្រាសាទបែរមុខទៅទិសខាងកើតហេតុអ្វីបានជាប្រាសាទអង្គរវត្តសាងសង់បែរមុខទៅទិសខាងលិចតកតងជាមួយនឹងប្រាសាទអង្គរវត្តនេះមានលក្ខណៈពិសេសហើយជាងប្រាសាទដតីច្រើនដូចបងដឹងហើយថាប្រាសាទដ៏ច្រើនបែរមុខទៅទិសខាងកើតឬទិសខាងត្បូងក៏មានដែរតែដោយប្រាសាទអង្គរវត្តនេះគឺទិសបែរមុខទៅទិសខាងលិចបើយោងតាមពីការសាស្ត្រាមានការផ្ដល់ជាតលេខកគឺអំណាងផ្សេងហេតុផលច្រើនតែចំណុចដែលអាត្មាភាពសិក្សាស្វែងយល់នោះគឺថាដោយសារតែប្រាសាទអង្គរវត្តនេះគឺលោកធ្វើដើម្បីឧទ្ទិសចំពោះបបិតារបស់ព្រះអង្គមានថាឧទ្ទិសចំពោះអ្នកដែលស្លាប់ទៅអញ្ចឹងបានលោកធ្វើបែរមុខទៅទិសខាងលិចនេះមួយហើយមួយចំណែកទៀតគឺយើងដឹងហើយនៅពេលដែលយើងមើលថ្ងៃសមរាត្រីយើងមើលពីតាមប្រព័ន្ធតារាសាស្ត្រការសាស្ត្រតាមតារាសាស្ត្រហ្នឹងយើងឃើញមានថ្ងៃដែលចំកពូលអង្គរហ្នឹងយើងមើលពីខាងមុខគឺថ្ងៃនេះបែរពីក្រោយមកគឺថាចំកពូលអង្គរអញ្ចឹងលោកគិតហេតុផលទាំងអស់ហ្នឹងបានលោកធ្វើបែរមុខទៅលក្ខណៈពិសេសគឺលោកធ្វើបែរមុខទៅខាងលិចហើយមួយទៀតអាចជាទីកន្លែងរាជធានីរបស់ព្រះអង្គបែរមុខមកទៅទិសខាងលិចនេះក៏ថាបាននៅសម័យអង្គររាជធានីយសោធរបុរៈហ្នឹងអញ្ចឹងធ្វើដើម្បីបែរមុខមកប្រាសាទបាគងសំទោសបែរមុខមកខាងប្រាសាទព្រហ្មខែងមករាជធានីបុរៈហ្នឹងអញ្ចឹងបើសិនជាលោកធ្វើបែរមុខទៅកាត់អាចនឹងបែរមុខវាបែរខ្នងមកខាងរាជធានីយសោធរបុរៈហើយអញ្ចឹងលោកធ្វើបែរមុខមកខាងប្រាសាទបាខែងគឺថាចំពីខាងមុខទល់មុខគ្នានៃប្រាសាទអង្គរវត្តជាមួយនឹងប្រាសាទបាខែងនេះជាហេតុផលប៉ុណ្ណឹងហើយយើងសិក្សាស្រាវជ្រាវបន្ថែមទៀតបានចំពោះបបហេតុនៃការថាតើហេតុអីបានជាប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចហ្នឹងអូខេអញ្ចឹងប៉ុណ្ណឹងចុះហើយសំណួរបន្តទៀតបងអូនយសវឌ្ឍនៈកតាហេតុអ្វីបានជាដំបងស្ដេចស្រីសោយរាជមានភាពរីកចម្រើនក្នុងប្រទេសប៉ុន្តែដល់សម័យចេនឡាដោយព្រះនាងរាជជ័យទេវីជាស្ត្រីឡើងសោយរាជដែលមានទំនាស់ផ្ទៃក្នុងចំពោះនៅក្នុងព្រះជាស្ដេចស្រីព្រះអង្គឡើងសោយរាជដែលធ្វើឲ្យអាណាចក្រចេនឡាអាចអាណាចក្រចិនឡាចុះខ្សោយហើយធ្វើឲ្យអាណាចក្រចិនឡានេះបែងចែកជាពីរមានន័យថានៅក្នុងសមាជិកឡានេះមានរដ្ឋនៅក្នុងចំណុះជាច្រើននៅពេលដែលប្រជាស្រីលោកមិនមានសមត្ថភាពនៅក្នុងការគ្រប់គ្រងដែនរបស់ខ្លួននឹងឲ្យបានរឹងមាំទេគឺបែងចែកទៅជាចិនឡា
ในថាអំណាចនៃចិនឡានឹងត្រូវបានបែងចែកជាពីរមានចិនឡាដីគោកនិងចិនឡាដីទឹកចឹងទៅដោយសារតែស្រីព្រះអង្គកាលហ្នឹងมันមានអ្នកស្នងរាជបន្តផងហើយបានពនាងព្រះអង្គជ័យទេវីនេះឡើងសោយរាជធម្មតាស្ត្រីនៅក្នុងការគ្រប់គ្រងមិនបានការគ្រប់គ្រងរឹងមាំដូចជាបរិបទទេបន្ទាប់បីជានៅក្នុងសម័យកាលទី1ព្រះអង្គពនាងលាវយីនៅក្នុងយោងតាមឯកសារចិនហ្នឹងនៅពេលដែលព្រះអង្គគ្រប់គ្រងស្រីដំបូងមែនគឺតែនៅពេលដែលមានសង្គ្រាមជាមួយព្រះអង្គកៅឌិនថាតើចម្បាំងរវាងប្រជាព្រះអង្គកៅឌិននិងពនាងលាវយីថាពីណាគីទទួលបានជ័យជំនះអញ្ចឹងពនាងលាវយីគឺមិនបានទទួលជ័យជំនះទេហើយបានចងសម្ព័ន្ធមេត្រីជាមួយគ្នាអញ្ចឹងទៅបានរៀបអភិសេកជាមួយគ្នាយោងតាមរឿងព្រេងដូចយើងមានដឹងហើយរឿងព្រេងនិទានច្រើនហើយរឿងនេះគឺជារឿងព្រេងអមជាមួយនឹងប្រវត្តិសាស្ត្រផងទាក់ទងជាមួយព្រះអង្គពនាងលាវយីឬពនាងសមាជាមួយនឹងប្របាទហ៊ុនទៀនហ្នឹងចឹងប៉ុណ្ណឹងចាស់មានន័យទេអាចសិក្សាស្រាវជ្រាវបន្ថែមទៀតបានសំណួរបន្ទាប់ប្អូនឡាយមករាប្អូនមានពីរសំណួរទី1ថាតើយើងត្រូវមានលក្ខណៈសម្បត្តិនិងត្រង់ត្រាប់អ្វីខ្លះទើបគេចាត់ទុកយើងចូលជាពុទ្ធសាសនិកហើយថាតើដើម្បីខ្លាចជាពុទ្ធសាសនិកតើមានលក្ខណៈសម្បត្តិដូចម្ដេចលក្ខណៈពុទ្ធនៃពុទ្ធសាសនិកគឺថាជាអ្នកយកនៅត្រៃសរណគមជាទីពឹងទីរលឹកមិនមែនយកដើមឈើយកថ្មយកអតិទេពអ្នកតាណាមកជាទីពឹងទីរលឹកទេជាត្រៃសរណគមទេគឺថាយកនៅព្រះពុទ្ធជាទីពឹងទីរលឹកដោយយើងសូត្រពុទ្ធាំងសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃំសរណង្កច្ឆាមិហ្នឹងគឺយកនៅព្រះពុទ្ធជាទីពឹងទីរលឹកមិនមែនយកអ្នកតាអីព្រៃភ្នំមកជាទីពឹងទីរលឹកទេអញ្ចឹងទាំងនេះហើយដែលហៅថាលក្ខណៈនៃពុទ្ធសាសនាជាលក្ខណៈនៃពុទ្ធសាសនាហ្នឹងគឺថាគោរពប្រតិបត្តិតាមអាវាតរបស់ព្រះសម្មាសម្ពុទ្ធសមាធិបញ្ញាហ្នឹងសំណួរទី2បងសួរថាសប្តាហ៍ថ្ងៃមនុស្សសម្លាប់សត្វដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងនាមពុទ្ធសាសនិកតើការធ្វើបែបនេះខុសដែរទេសម្លាប់សត្វគឺខុសហើយដាច់សិលហើយអត់មានអីទេទោះបីជាយើងថាសម្រាប់សត្វយើងត្រូវការជីវិតគ្រប់គ្រងប្រចាំថ្ងៃអីយ៉ាងណាក៏ដោយធម្មតាយើងត្រូវការគ្រប់គ្រងជីវិតប្រចាំថ្ងៃហ្នឹងហើយបើយើងសម្រាប់សត្វអញ្ចឹងសម្រាប់សត្វហ្នឹងអ្វីដែលយើងទទួលបានយើងអាចបរិភោគបានប៉ុន្តែកម្មដែលយើងសម្រាប់ហ្នឹងគឺថានៅតែមានអញ្ចឹងទោះបីជាយើងថាសម្រាប់សត្វយើងមកធ្វើបុណ្យប្រគិនប្រសងអីចឹងទៅយើងធ្វើបន់ហ្នឹងបានបន់ប៉ុន្តែអាទោសសម្រាប់សត្វហ្នឹងគឺថានៅទោសសម្រាប់សត្វបាបដាច់សិលអញ្ចឹងទៅគឺបាបផ្សេងបន់ផ្សេងដាច់លេខពីគ្នាមិនមែនថាធ្វើបន់ដើម្បីលាងបាបបានទេអត់ទេគឺបន់បាបគឺបាបផ្សេងគ្នាហ្នឹងចេតនាដែលយើងធ្វើបន់គឺបាបបន់ចេតនាដែលយើងសម្រាប់សត្វគឺបានបាបឲ្យទោសកម្មពៀននឹងមាននៅតាមសន្តានរបស់យើងជានិច្ចអញ្ចឹងនេះជាច្បាប់នៃកម្មផលគឺបែបហ្នឹងសំណួរបន្ទាប់របស់ប្អូនឆែមសំផោតតើបាលីនិងសំស្ក្រឹតរបស់គ្នាដូចម្ដេចទី2ហេតុអ្វីបានជាសម័យអង្គរមិនប្រើប្រាស់រូបិយវត្ថុបាលីនិងសំស្ក្រឹតនេះខុសគ្នាថងបាលីគឺអត់មានទៅសេជាអត់មានជាតួអក្សរថាបាលីនឹងទៅសេបែបនេះបែបណាបែបណីទេគឺគ្រាន់តែជាសំនៀងថាកៈគឺកៈខៈកៈខៈចឹងទៅហើយសំនៀងនៃការអានបាលីសំស្ក្រឹតហ្នឹងគឺថាសំនៀងមិនខុសគ្នាទេមានស្តៀងដូចគ្នាគាត់ថាសំស្ក្រឹតគឺថាមានតួអក្សរជាអក្សរសំស្ក្រឹតមានសក់មានអីចឹងទៅមានតួអក្សរព្យញ្ជនៈស្នាក់ចឹងណាតែបាលីមិនមានជាតួព្យញ្ជនៈស្នាក់ទេកាលណាបើយើងចង់បានសំនៀងខ្មែរបាលីខ្មែររបស់យើងថាត្រូវទៅសេជាតួអក្សរខ្មែររបស់យើងឲ្យប្រកបជាសំឡេងបាលីចឹងទៅថាកចឹងទៅជាកៈខទៅជាខៈចឹងទៅហើយសំស្ក្រឹតគឺថាមានជាតួអក្សរខ្លួនឯងហើយភាសាទាំងអស់គឺគេហៅថាទេវនាគិរីហ្នឹងអក្សរប្រើសម្រាប់សាសនានៅក្នុងលទ្ធិព្រហ្មញ្ញសាសនានិងពុទ្ធសាសនាតាំងពីបុរាណហ្នឹងហើយទី2ហេតុអីបានជាសម័យអង្គរមិនប្រើប្រាស់រូបិយវត្ថុហើយនៅសម័យអង្គរគឺគេប្រើប្រាស់ការជួញដូរជាវត្ថុតម្លៃវត្ថុហ្នឹងគឺដោះដូរគ្នាទោះបីជាមិនបានប្រើជាលុយជាអីមែនតែគេប្រើជាវត្ថុ
តែសម័យនៅសម័យចិនឡាគឺមានប្រើកាក់សម័យហ្វូណនមានប្រើជាកាក់ជាអីចឹងតែនៅសម័យអង្គរគឺថាសម័យដែលអត់មានប្រើជាកាក់ជាលុយជាអីប៉ុន្តែគេប្រើជាដូរតំណែងដោះដូរថតថាតម្លៃទឹកឃ្មុំ1លីត្រនេះអាចដូរបានជាមួយនឹងអង្គរប្រហែលគីឡូចឹងទៅតាមការកំណត់នេះសម័យកាលហ្នឹងគេប្រើជាវត្ថុដើម្បីដោះដូរតាមតម្លៃដែលគេសន្មតនៅក្នុងសម័យកាលហ្នឹងសំណួរបន្ទាប់របស់ប្អូន Date Linda សំណួរមាន2ទី1បងប្អូនសួរថាតើវិធីភ្ជុំបិណ្ឌមានអត្ថប្រយោជន៍អ្វីខ្លះក្នុងពុទ្ធសាសនាទី2តើគោលការណ៍សិល5មានសារៈប្រយោជន៍អ្វីខ្លះដល់ការរស់នៅប្រចាំថ្ងៃសំណួរទី1ប្រយោជន៍នៃបិណ្ឌភ្ជុំបិណ្ឌដែលយើងដឹងមានច្រើនហើយយើងបានរៀនក្នុងថ្នាក់យើងមានប្រយោជន៍មានផ្ដល់នៅសាមគ្គីភាពដល់សង្គមយើងបានរួបរวมគ្នាធ្វើបុណ្យកុសលឧទ្ទិសទៅដល់ពុទ្ធបរិសទៅដល់ដូនតាឬក៏ថាមួយទៀតបង្ហាញនៅការដឹងគុណចំពោះអ្នកមានគុណរបស់យើងហើយជាការជួបជុំក្រុមគ្រួសារដែលដូនតាខ្មែរយើងបង្កើតនៅកម្មវិធីបុណ្យប្រពៃណីនេះឡើងដើម្បីឲ្យយើងមានពេលវេលាជួបជុំគ្នាបានធ្វើបុណ្យឧទ្ទិសបុណ្យកុសលជូនពុព្វបរិសផងធ្វើចំពោះញាតិសន្តានរបស់យើងផងហើយមកទៀតអនុគ្រោះទៅដល់ព្រះសង្ឃដែលលោកចាំព្រះវស្សានៅក្នុងទីវត្តអារាមហ្នឹងបានទទួលនៅចង្ហាន់បិណ្ឌបាតគ្រប់គ្រាន់នៅក្នុងការរស់នៅជាការឧបត្ថម្ភទៅដល់ទីវត្តអារាមនិងព្រះសង្ឃផងអញ្ចឹងបានប្រយោជន៍ច្រើនណាស់នៅក្នុងសង្គមខ្មែររបស់យើងដែលប្រពធ្វើនៅកម្មវិធីបុណ្យភ្ជុំបិណ្ឌហ្នឹងហើយទី2តកតងជាមួយនឹងសិល5ហ្នឹងមានប្រយោជន៍អីខ្លះសិល5គឺជាធម៌ទ្រទ្រង់ជីវិតរបស់យើងបើថាយើងអត់មានធម៌បាណាតិបាតទេមិនដឹងថាយើងត្រូវធ្វើមិនត្រូវបៀតបៀនគ្នាត្រូវសម្លាប់គ្នាអញ្ចឹងទៅហើយបើយើងអត់គោរពធម៌ទី2លួចទ្រព្យគេឃើញហើយមានចោរកម្មមានការប្លន់កេងប្រវ័ញ្ចសម្លាប់គ្នាអញ្ចឹងគេធ្វើច្បាប់មកដើម្បីគ្រប់គ្រងនៅគុណធម៌សិលធម៌ទាំងអស់ហ្នឹងបន្ថែមទៀតដើម្បីការពារប្រយោជន៍ការពារនៅអាយុជីវិតនិងផលប្រយោជន៍មនុស្សជាតិនឹងឲ្យបានរស់នៅមានសុខសន្តិភាពល្អប្រសើរក្នុងនាមជាមនុស្សហ្នឹងចឹងសិល5មានសារសំខាន់មួយទៀតទៅនៅថាការបំផឹកគ្រឿងស្រវឹងចឹងមើលសង្គមខ្មែរយើងហើយផលវិបាកដែលទទួលបានដោយសារតែការផឹកគ្រឿងស្រវឹងនឹងសម្រាប់បាត់បង់ទ្រព្យសម្បត្តិប្រមាណយើងខាតបង់រាប់លានដុល្លារយើងបាត់បង់អាយុជីវិតមនុស្សមួយឆ្នាំមិនខំពី100នាក់ទេដែលស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ហ្នឹងអញ្ចឹងឃើញប៉ះពាល់ប្រយោជន៍ប៉ះពាល់ច្រើនណាស់ដោយសារតែយើងអត់មានសិល5ហ្នឹងអញ្ចឹងសិល5ជាធម៌ដែលយើងបានផ្ដល់ជាប្រយោជន៍សម្រាប់យើងក្រុមគ្រួសារនិងសង្គមជាតិពិភពលោកនឹងខ្លាំងមែនទែនសំណួរបន្ទាប់របស់ប្អូនវឌ្ឍនារង្សីសំណួរថាតើនៅសម័យប៉ុលពតដែលជាសម័យដែលលុបបំបាត់សាសនាពុទ្ធក៏ដូចជាព្រះសង្ឃនឹងវត្តអារាមថាតើគេយកគម្ពីរបត្រៃបដកផ្សេងហ្នឹងទុកនៅទីណាវិញគម្ពីរបត្រៃនៅសម័យកាលហ្នឹងគឺច្បាប់ទម្លាប់ផ្សេងបានជប៉ុនណាបានរដ្ឋាភិបាលជប៉ុនតៃវ៉ាន់ហ្នឹងរក្សាទុកឲ្យបានច្រើនគម្ពីរបត្រៃបដកហ្នឹងហើយក៏មានបំផ្លាញហ្នឹងមិនអស់ទាំងអស់ទេឯកសារដែលបាត់បង់ហ្នឹងនៅមានសល់ខ្លះមិនបាត់ទាំងអស់ទេគាត់ថាយើងអាចផ្សេងផ្សំគ្នាយកមកចងក្រងសារជាថ្មីច្រើនហើយគម្ពីរក្បួនច្បាប់ជាច្រើនបានបំផ្លាញបានបាត់បង់ទៅក៏ប៉ុន្តែមិនបាត់ទាំងស្រុងទេយើងអាចប្រមូលចងក្រងវិញខ្លះជាពិសេសគម្ពីរបត្រៃបដកយើងអាចមានមកពីថៃយើងបាននៅថៃខ្លះនៅជាពិសេសគឺរដ្ឋាភិបាលជប៉ុនបានរក្សាទុកហ្នឹងយើងបានយកពីជប៉ុនមកវិញចឹងបានសុភៅជាច្រើនដែលមានគុណភាពល្អរដ្ឋាភិបាលមានយកមកពីជប៉ុននិងពីតៃវ៉ាន់ច្រើនដែលបានរក្សាទុកនៅក្បួនច្បាប់អត្ថកថាព្រះវិន័យក៏ដូចជាការបោះពុម្ពផ្សាយនៅសភៅធម៌ផ្សេងនៅរហូតដល់ពេលបច្ចុប្បន្នហ្នឹងណាយើងអាចចង់បានសភៅធម៌សភៅល្អបែបពុទ្ធសាសនាហ្នឹងដាក់សំណើសុំទៅតៃវ៉ាន់ហ្នឹងគឺថាមានសភៅមកច្រើនអញ្ចឹងអ្នកដែលចង់បានសភៅហ្នឹងគឺអាចស្នើសុំខាងតៃវ៉ាន់បានសំណួរបន្ទាប់បងអូនឆៃទិញសួរថាហេតុអ្វីបានជាគេតែងតែធ្វើវិធីបញ្ចុះសីមានៅពេលដែលសាងសង់ព្រះវិហាររួចការបញ្ចុះសីមានេះគឺជាកិច្ចសង្ឃកម្មរបស់ព្រះសង្ឃដើម្បីអាចប្រើប្រាស់នៅទីសេនាសនៈព្រះវិហារនឹងឲ្យសមស្របតាមព្រះវិន័យដើម្បីអាចធ្វើបវារណកម្មដូចជាបុណ្យកឋិនឬសម្ដែងបាតមកនៅលើវិហារអីហ្នឹងគឺអាចឲ្យបានសមស្របតាមព្រះវិន័យគឺថាត្រូវតែមានកម្មវិធីបញ្ចុះសីមានឹងឡើងហ្នឹងជាកិច្ចរបស់ព្រះសង្ឃដែលត្រូវធ្វើហ្នឹង
ហើយធម្មតាពេលដែលយើងធ្វើវិធីអីហើយថ្មីហើយតែងតែប្រពធ្វើនៅកម្មវិធីបញ្ចុះសីមានឹងជារឿងកិច្ចចាំបាច់មួយនៅក្នុងព្រះវិន័យនៃពុទ្ធបញ្ញត្តិដែលបញ្ញត្តិសម្រាប់ឲ្យព្រះភិក្ខុសង្ឃដើម្បីអាចមានសិទ្ធិនៅក្នុងការធ្វើនៅសង្ឃកម្មផ្សេងនៅក្នុងព្រះវិហារហ្នឹងបើព្រះវិហារនិយាយស្រាប់គឺថារោងឧបោសថតែយើងចូលចិត្តប្រើព្រះវិហារចឹងទៅសំណួរបន្ទាប់របស់ប្អូនមួយចំលែងក្រុមទី9តើនៅសម័យណានិគមនិយមបារាំងពុទ្ធសាសនាមានការអន់ថយឬទេហើយគេប្រកាន់យកសាសនាគ្រឹះច្រើនជាងពុទ្ធសាសនាឬក៏ពុទ្ធសាសនាច្រើនជាងនៅក្នុងសម័យអាណានិគមបារាំងពុទ្ធសាសនាមិនបានអន់ថយទេប្រជាជននៅតែជឿចឹងប្រសង់នៅតែមានបញ្ញវន្តប្រសង់ជាច្រើនណានៅសម័យបារាំងនឹងដែលមានការចដឹងដោយសម្ដេចសង្ឃរាជជណ្ឌគឺនៅសម័យបារាំងនឹងព្រះអង្គបានទុនប្រមូលចងក្រងនៅក្រុមចំនួនបត្រៃបដកក៏ដូចជាការកសាងនៅវិជ្ជានៅក្នុងរបស់យើងហើយនៅក្នុងសម័យកាលហ្នឹងគឺពុទ្ធសាសនាមានការជឿច្រើនជាងសាសនាគ្រឹះបើទោះបីជាសម័យបារាំងមានការផ្សព្វផ្សាយសាសនាគ្រឹះអីកសាងវិហារសាសនាគ្រឹះច្រើនតែទីវត្តអារាមគឺថាមានការកសាងច្រើនដូចគ្នានៅសម័យហ្នឹងណាហើយប្រជាក៏ដូចជាបារាំងក៏បានជួយជុំជ្រែងនៅការអប់រំប្រព័ន្ធអប់រំផ្សេងៗក្នុងប្រទេសនិងបន្ថែមទៀតដើម្បីមានការអប់រំបានល្អសំណួរបន្ទាប់របស់ប្អូនច័ន្ទឋានាសំណួរសួរថាតើគេធ្វើពិធីបវារណាកម្មនៅក្នុងព្រះវិហារក្នុងវត្តអារាមដើម្បីអ្វីបវារណាកម្មនេះនៅក្នុងកិច្ចព្រះវិន័យគេធ្វើបវារណាសម្រាប់ប្រសង់ប្រមាណដូចជាបវារណាចូលភាសាឬបវារណាបច្ច័យ4បវារណាជាកិច្ចនៅក្នុងព្រះវិន័យហើយមួយទៀតបវារណាបច្ច័យ4គេធ្វើឡើងដើម្បីថាឲ្យប្រសងហ្នឹងបានទទួលនៅបច្ច័យ4ទាំងអស់ហ្នឹងដោយមិនមានទុកទោសអ្វីទេនឹងជាកិច្ចដែលយើងក៏បីធ្វើឲ្យត្រូវឬថាបលបនកម្មហ្នឹងឲ្យលោកទទួលបាននៅរបស់ប្រប្រាស់ដោយមិនមានទោសមិនមានត្រកបាត់អីផ្សេងៗហ្នឹងហើយយើងអ្នកធ្វើគឺថាបានបុណ្យច្រើនតាមគេថាធ្វើបុណ្យប្រកបដោយបញ្ញាហ្នឹងហើយចឹងបានបវារណាកម្មនេះយើងលោកធ្វើនៅក្នុងពុទ្ធកិច្ចនៅក្នុងតាមព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានបញ្ញត្តិហ្នឹងសំណួរបន្ទាប់របស់ប្អូនហ៊ុនលីហួងហេតុអ្វីបានជាទៀនវស្សាត្រូវតែប្រើពណ៌លឿងហេតុអ្វីមិនប្រើពណ៌ផ្សេងមានថាពណ៌អីក៏បានដែរទៀនវស្សាមិនតែពណ៌លឿងពណ៌ក្រហមទេគ្រាន់តែយើងធម្មតាយើងឃើញទៅវត្តឃើញតែពណ៌លឿងទៀនពណ៌លឿងតែពេលខ្លះក៏មានទៀនខ្លះសាច់ពណ៌ក្រហមទៀនខ្លះពណ៌សមិនជាបញ្ហាទេយើងអាចដុតទៀនមួយណាក៏បានដែរតាមសទ្ធាញាតិញោមដែលចង់ប្រើប្រាស់ឲ្យបូជាប្រទីបមានតែទៅអ្នកខ្លះក៏យល់ច្រឡំថានៅពេលដែលក្នុងវស្សាហ្នឹងនៅពេលដែលប្រលត់ទៀនទៅគឺដាច់វស្សាដែរមិនមែនទេមិនដាច់វស្សាដោយសារតែទៀននឹងលត់ទេសំខាន់ទៀនយើងបូជាថ្វាយចំពោះគុណពុទ្ធអីនៅក្នុងវិហារហ្នឹងមិនមែនជាការសម្គាល់ថាដាច់វស្សាអីហ្នឹងដោយសារតែភ្លើងទៀនដែលរលត់ហ្នឹងទេអញ្ចឹងណាហើយយ៉ាងណាពណ៌ក៏ដូចគ្នាយើងចង់ប្រើពណ៌អីក៏បានដែរអត់មានបញ្ហាទេប៉ុណ្ណឹងចាហើយសំណួរបន្ទាប់របស់ប្អូនសៀមលីដែតក្រុមទី10តើព្រះព្រំព្រះអិនទេវតាមានពិតដែរឬទេហើយព្រះព្រំព្រះអិននិងទេវតានឹងមានតកតងអីនឹងពុទ្ធសាសនាដែរឬទេអញ្ចឹងរឿងព្រះព្រំព្រះអិននឹងក្នុងពុទ្ធសាសនាមានសំដែងគឺមានពិតមែនណាមិនអត់ទេបើសិនជាអត់មានក៏ពុទ្ធមិនសំដែងថាមានដែរដូចជាស្ដែងនៅពេលដែលព្រះអង្គបានត្រាស់ដឹងហើយភ្លាមគឺថាព្រមនឹងមករតនាព្រះអង្គតម្ដងមកថ្វាយគុំរតនាព្រះអង្គទ្រង់ត្រាស់សម្ដែងពធទេសនាដូចយើងដឹងហើយពេលដែលមុននឹងព្រះអង្គប្រសង់សម្ដែងពធទេសនាគេមានបទសហបតីព្រមគឺរលឹកនឹកឃើញការដែលព្រះអង្គព្រមនឹងមកអរតនាទៅដល់ព្រះសម្មាសម្ពុទ្ធដើម្បីព្រះអង្គទ្រង់ត្រាស់សម្ដែងនៅពធទេសនាពីព្រោះព្រះអង្គដំបូងនៅពេលដែលព្រះអង្គបានត្រាស់ដឹងគឺព្រះអង្គពិចារណាឃើញសត្វទាំងឡាយសត្វទាំង4ពួកហ្នឹងគាត់ថាមានបញ្ញាផ្សេងគ្នាមិនងាយនឹងអាចយល់ឃើញនៅធម៌របស់ព្រះអង្គបានទេអញ្ចឹងព្រះអង្គដាក់ទរយកថានឹងមិនសម្ដែងធម៌អញ្ចឹងបានដល់ពេលហ្នឹងគឺព្រមមកអរតនាព្រះអង្គ
ដើម្បីសម្ដែងពធប្រស័តទាំងឡាយហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងធម៌បឋមទេសនាដំបូងហ្នឹងបានផ្សព្វផ្សាយពធពុទ្ធសាសនានឹងរហូតមកដល់ពេលបច្ចុប្បន្ននេះហ្នឹងទៅសំណួរបន្ទាប់របស់បងអូនហួរសៀវហួយតើនៅពេលពុទ្ធសាសនាធម៌ចុះសង្គមខ្មែរពេលនោះជួបនៅវិបត្តិឬផលបាក់អ្វីខ្លះពុទ្ធសាសនាធម៌ចុះឬអន់ធម៌យ៉ាងណាគឺអាស្រ័យទៅលើយើងពុទ្ធបរិស័ទដែលជាអ្នកគោរពប្រតិបត្តិហើយបើនិយាយពីផលប៉ះពាល់គឺអាស្រ័យទៅលើយើងខ្លួនឯងនេះដែលជាអ្នករស់នៅហ្នឹងគឺថាម្នាក់បានប្រកាន់ខ្ជាប់នៅខ្លួនឯងហ្នឹងគឺថាមានក្រមសីលធម៌មានច្បាប់ទម្លាប់ត្រឹមត្រូវអត់ទៅកាន់ពុទ្ធសាសនាមិនមាននៅក្នុងសង្គមខ្មែរក៏ប៉ុន្តែមនុស្សយើងនៅតែមានគុណធម៌ឧទាហរណ៍ចុះដល់ប្រទេសខ្លះនៅអឺរ៉ុបមិនមែនជាប្រទេសមួយដែលកម្មពុទ្ធសាសនាទេចុះហេតុអីបានជាប្រទេសគេមានការរីកចម្រើនមានការរស់នៅស្រួលការប្រទេសគេមិនបានកម្មពុទ្ធសាសនាក៏ប៉ុន្តែតែការរស់នៅគេមិនខុសពីអ្វីដែលជាការទូន្មានព្រាហ្មណ៍បដារបស់ព្រះសម្មាសម្ពុទ្ធទេក៏បើជាគេកាន់សាសនាយេស៊ូគ្រីស្ទមែនប៉ុន្តែគេអត់សម្លាប់សត្វគេគោរពច្បាប់គេធ្វើការគេរស់ស៊ីគេមានជីវភាពរស់នៅស្រួលគេនៅតែមានសេចក្តីសុខសុភមង្គលចឹងហើយគេអាចឲ្យទាននៅតែមានសុភមង្គលចឹងមិនការថយចុះនៃសង្គមវិបត្តិនៃសង្គមហ្នឹងវាមិនអាស្រ័យទៅលើថាអីមកពីពុទ្ធសាសនាធ្លាក់ចុះអន់ថយទេចុះប្រទេសដែលអត់ពុទ្ធសាសនាសុទ្ធតែធ្លាក់ចុះទាំងអស់វាអាស្រ័យទៅលើការដឹកនាំរបស់ប្រទេសវាអាស្រ័យទៅលើខ្លួនយើងផ្ទាល់ថាតើយើងបានធ្វើអ្វីដែលមានផលប៉ះពាល់អត់គ្រាន់តែពុទ្ធសាសនាជាផ្នែកមួយដែលលើកកម្ពស់ទៅដល់គុណតម្លៃឬសិលធម៌ក្នុងសង្គមនឹងបន្ថែមរាល់អ្វីដែលយើងដើរតាមឬមិនដើរតាមនោះគឺជាអ្នកខ្លួនផ្ទាល់របស់យើងម្នាក់ៗហ្នឹងដោយយើងដឹងពុទ្ធសាសនានៅស្រុកខ្មែរយើង90%ជាងក៏ប៉ុន្តែប្រហែល%ដែលដើរតាមលំនាំនៃពុទ្ធសាសនាហ្នឹងយើងផ្សព្វផ្សាយស្រាពេញទឹកពេញដីហ្នឹងក្មេងៗកើតមក7 8 10អីមិនទាន់ចេះផឹកស្រាទាំងអស់គ្នាហ្នឹងអញ្ចឹងសួរថាវាយ៉ាងម៉េចហើយមិនមែនផឹកដើម្បីសុខភាពតិចតួចទេណានេះគឺផឹកមែនតែនផឹកប្រមឹកផឹកដល់ថ្នាក់គ្រោះថ្នាក់បកខាត់បង់ទ្រព្យសម្បត្តិអីច្រើនអាហ្នឹងជារឿងប៉ះពាល់ដែលយើងមិនបានដើរតាមគន្លងនៃពុទ្ធសាសនាហ្នឹងនេះមានពុទ្ធសាសនាប្រវត្តិមានទេគឺថាវិញលើនឹងទៀតតែម្ដងអញ្ចឹងផលបាក់ហ្នឹងគឺថាឬគុណសម្បត្តិហ្នឹងអាស្រ័យទៅលើយើងជាអ្នកប្រតិបត្តិជាអ្នកយល់អំពីតម្លៃនេះពុទ្ធសាសនាយើងយកទ្រឹស្ដីខ្លឹមសារហ្នឹងទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃចឹងទៅអញ្ចឹងនេះប៉ុណ្ណឹងចុះហើយចូលដល់សំណួរបន្ទាប់របស់ប្អូនស្រីពិនក៏មានពីរសំណួរទី1នៅតាមបង្កាន់ដៃព្រះវិហារវត្តភាគច្រើនមានរូបនាគតើរូបនាគនោះតំណាងឲ្យអ្វីក្នុងពុទ្ធសាសនាមានន័យដូចម្ដេចតេតងនាគនេះគឺខ្មែររបស់យើងតែគោរពតាមលំនាំនាគដោយសម្បីតែដោយពនាងលាវយីប្រការពនាងនាគអីចឹងទៅដូនតាខ្មែរយើងគឺមានជំនឿជឿគោរពទៅលើសត្វនាគអញ្ចឹងណាតាមពីបរមរានមកហើយចំពោះពុទ្ធសាសនាយើងក៏មានរឿងរ៉ាវជាមួយនាគច្រើនដូចនាគរឿងពពោធិសត្វការព្រះអង្គកើតជាសត្វនាគណាព្រះអង្គមកចង់បំពេញបារមីនៃខមៈហ្នឹងដើម្បីបានបួសហ្នឹងព្រោះនៅជានាគហ្នឹងគឺថាมันអាចបួសបានទេអញ្ចឹងមកឋានមនុស្សយើងនេះដើម្បីមកកាន់សិលដើម្បីបានបួសហ្នឹងអញ្ចឹងបាននៅពេលដែលធម្មតានៅក្នុងព្រះវិន័យសត្វតិរិឆានគឺមិនអាចបួសបានទេអញ្ចឹងណាអញ្ចឹងបានយើងមានកម្មវិធីមុននឹងបំបួសយើងមានថាបំបួសនាគហ្នឹងគឺយើងនឹងធ្វើជានាគឲ្យបានមកបួសជាប្រសង់ចឹងទៅអញ្ចឹងវប្បធម៌ទៅនឹងតម្លៃនឹងតាមមានតាមដំណើរដើមរឿងចឹងទៅជាមួយដំណើរនឹងពុទ្ធសាសនាហើយចឹងបានយើងមានកសាងរូបនាគមានកសាងរូបដំណាក់ផ្សេងគឺតាមការឧទ្ទិសចំពោះអ្វីដែលប្រកបធ្វើមកទៀតជាការតាំងលម្អមួយដែរជារចនាបថដូនតាខ្មែរយើងធ្វើកាលណារូបចម្លាក់ធ្វើជាសត្វជាអីជាផ្សេងហ្នឹងគឺសម្រាប់ជាគ្រឿងលម្អទៅតាមប្រាង្គប្រាសាទហ្នឹងនៅក្នុងព្រហ្មញ្ញសាសនាសត្វហ្នឹងអាចជាយានរបស់ទិទេពអញ្ចឹងទៅតែនៅក្នុងពុទ្ធសាសនាអត់មានសត្វណាមកធ្វើជាយានជាអីរបស់ព្រះសម្មាសម្ពុទ្ធទេមានតែផ្កាឈូកត្រូព្រះអង្គអញ្ចឹងណាចាំមកនៅក្នុងប្រាង្គប្រាសាទរចនាបថណាដែលមានផ្កាឈូកគឺតំណាងទៅដល់ពុទ្ធសាសនាហើយសំណួរទី2របស់បងអូនថាខ្លងទ្វារវត្តមានរូបដំរីតើដំរីនោះមានន័យដូចម្ដេចបើនិយាយពីរឿងដំរីនៅក្នុងពុទ្ធសាសនាក៏មាននិយាយសត្វយើងដឹងសត្វដែលធំជាងគេគឺសត្វដំរីហើយបើលោកនិយាយ
ពីតោណាបើនិយាយពីតោសម្រាប់សត្វទូចបាបហ្នឹងគឺมันសូវជាខ្លាំងដូចសត្វធំដែរបើនិយាយសត្វធំទាំងអស់និយាយថាសត្វដែលធំជាងគេគឺសត្វដំរីហ្នឹងហើយនិយាយថាសំដៅទៅលើអ្វីបើតកតងជាមួយពុទ្ធសាសនាគឺមានរឿងរាវដំរីហ្នឹងគឺថាដោយដំរីឆត់តាន់ដំរីផ្សេងៗព្រះអង្គបានធ្វើទានលះបង់ដំរីជាទានហើយនៅពេលដែលព្រះអង្គទៅព្រៃប៉ាឡឡៃហ្នឹងគឺថាមានដំរីនឹងមកបូជាមកថ្វាយព្រះអង្គចឹងទៅមានរឿងរ៉ាវច្រើននៅក្នុងតកតងជាមួយពុទ្ធសាសនាហ្នឹងចឹងប៉ុណ្ណឹងចុះ